បងប្អូនជនរួមឈាមខ្មែរកម្ពុជាមិនចង់បានអ្វីដែលមិនមែនជារបស់ខ្លួនឡើយកម្ពុជាមិនចង់ធ្វើសង្គ្រាមទេតែកម្ពុជាមានសិទ្ធិការពារខ្លួនក្នុងការធ្វើសង្គ្រាមមិនបានផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៅលើពិភពលោកទេប៉ុន្តែសង្គ្រាមបានផ្ដល់ផលប្រយោជន៍តែមនុស្សមួយក្តាប់តូចដែលជាអ្នកផលិតសភាវុធតែប៉ុណ្ណោះសង្គ្រាមនៃសភាវុធក៏មិនមែនជាឆាកល្ខោនដែរវាបានបំផ្លាញអ្វីគ្រប់យ៉ាងសម្រាប់មនុស្សនៅលើលោកនេះពុកគឺសុកឌូនេះពុកហើយនេះលូហើយកូននៅក្នុងលូ5នាក់នេះក្នុងលូ5នាក់អូនឯងបាយមុខនេះទីមើលបាយនៅក្នុងលូមែនណាវាពិតជាគួរឲ្យសង្វេគណាស់បងប្អូនហើយវាបានសម្លាប់មនុស្សរដ្ឋប្រាស់គ្រួសារប្រពន្ធកូនដែលជាមនុស្សជាទីស្រឡាញ់របស់ខ្លួនវាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលយើងចំណាយលុយនិងពេលវេលាមិនតិចទេដើម្បីកសាងវាហើយវាទៅខ្ទេចទីតែមួយប្រព្រឹត្តផ្នែកដោយសារតែសង្គ្រាមបងប្អូនជនរួមឈាមជាទីមេត្រីយើងមិនយល់ច្បាស់ពីយុទ្ធសាស្ត្រនៃសង្គ្រាមនោះទេប៉ុន្តែយើងអាចយល់បានថាសង្គ្រាមកើតឡើងដោយសារតែមនុស្សមានមហិច្ឆតាលោភលន់និងឈ្លានពានគ្មានត្រាប្រណីដោយនាយករដ្ឋមន្ត្រីថៃអានុទីននិងស្ដេចចៅមសិទ្ធរបស់សៀមដូចនេះឯងជាពិសេសយើងមើលឃើញថាចរិតខំទាបនិងគូខើរបស់សៀមតាំងពីប្រជាជនរហូតដល់ថ្នាក់ដឹកនាំកម្ពុជារបស់សៀមវាតម្លាក់ពីក្រៅឲ្យបងប្អូនអើយរត់អស់លេងថ្ងៃនេះអត់សោះសាលាខ្ញុំស្គាល់រត់អស់លេងហើយវាមកតម្លាក់នៅក្នុងបាត់ដំបងហើយចូលទៅក្នុងបាត់ដំបងហើយជួយកំយំណាខ្លួនណាកំយំណាម៉ាក់មកនៅក្មួយកំយំណាខ្លួនណាបងប្អូនខ្មែរជាទីស្រឡាញ់ទាំងអស់គ្នាយើងពិតជាលំបាកពេកហើយយើងពិតជាសោកសៅពេកហើយសន្តិភាពរបស់កម្ពុជាមិនដែលបានយូរអង្វែងនោះទេជាការពិតណាស់យើងស្វែងរកសុខសន្តិភាពសុភមង្គលប៉ុន្តែគេមិនព្រមឲ្យសេចក្តីសុខសន្តិភាពសុភមង្គលឲ្យយើងទេគេផ្ដល់តែអនុស្សាវរីយ៍ដ៏មហាជឿចាប់ដែលយើងមិនអាចបំភ្លេចបានបងប្អូនបានដឹងបានឮបានឃើញរួចហើយកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកាឡាឡាំពូប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានសង្ឃឹមថាថ្នាក់ដឹកនាំកម្ពុជាពិតជារិទ្ធគុណយកសន្តិភាពមកជូនប្រជាពលរដ្ឋបានហើយទុយទៅវិញកិច្ចព្រមព្រៀងសន្តិភាពត្រូវបានបញ្ចប់ពេលចុះមកវិញនោះអានុទីនហៅចៅទាំងអស់សង្គ្រាមត្រូវអានុទីនបន្តលើកដើរតើសន្តិភាពនៅត្រង់ណានេះមានមហាអំណាចដែលពិភពលោកកោតខ្លាចគ្រប់គ្នានៅតែអានុទីនមិនព្រឺសម្បល់ផងចុះទម្រាំថ្ងៃទី22ខែ12នេះប្រជុំសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពតើអានុទីនយកទៅជាស្ដាប់ទេមានតែសង្គ្រាមលើដើមឥឡូវនេះវាបានយកយន្តហោះទម្លាក់ត្រង់បែកចូលទឹកដីកម្ពុជាកាន់តែជ្រៅទៅតើពិភពលោកឲ្យមានការសម្របសម្រួលដល់ណាទៀតសម្របសម្រួលរហូតដល់ប្រជាពលរដ្ឋស្លាប់សម្របសម្រួលរហូតដល់ប្រទេសកម្ពុជាខ្ទេចទើបពិភពលោកទាំងអស់ហ្នឹងសប្បាយចិត្តមែនទេខ្ញុំសូមជម្រាបទៅអស់លោកសមិទ្ធផលដែលកម្ពុជាមានល្អដែលប្រទេសកម្ពុជាដែលមានថ្ងៃនេះមិនមែនចំណាយពេលតិចឆ្នាំទេតែមកបានរីកចម្រើនបែបនេះដូច្នេះមិនត្រូវឲ្យពួកសៀមបំផ្លិចបំផ្លាញដោយទំនឹងចិត្តនោះទេបើពិភពលោកអង្គុយមើលឈរមើលសៀមដូច្នេះធ្វើបាបខ្មែរពេលនេះស្មើនឹងអស់លោកឈរមើលមនុស្សចាស់វាយកូនក្មេងមនុស្សធំវាយមនុស្សតូចហើយចេះដៃអបអរសាទរអញ្ចឹងខ្ញុំក៏ចាត់ទុកអស់លោកមនុស្សលើពិភពលោកជាមនុស្សចៅមកទៀតដូចគ្នាខ្ញុំបាទសូមខន្តីអភ័យទោសគ្រប់យ៉ាងបើសិនជាមានការខុសឆ្គងសូមបងប្អូនជួយ share និង like ម្នាក់មួយផងបងប្អូនណាសូមអរគុណ